Hello ស្វាគមន៍បងប្អូនទាំងអស់គ្នាដែលចូលមកទស្សនាភាគបន្តនៃរឿងអំណាចវិញ្ញាណម្ចាស់ទ្វីបលីងវូដែលជាភាគទី148របស់យើងចាប់ផ្ដើមនៅខ្សែរឿងបន្ទាប់ពីលោកម្ចាស់ស៊ូយៀនបានប្រើប្រាស់អំណាចធម៌ពលរបស់គាត់ដែលប្រៀបដូចជាខ្ចប់ឈូសគ្រប់គ្រងទៅលើចំហាយធម៌ពលដើររបស់ឈិនធានជាច្រើននោះគួរឲ្យអាណិតណាស់ដែលកុនលិកកម្រិតធម៌ពលរបស់ឯងមិនអាចស្មើនឹងខ្ញុំនោះទេគ្រាន់វាចេញជាមួយនឹងចំហាយធម៌ពលដ៏មុតស្រួចដែលធ្វើឲ្យឈិនធានបានប្រើប្រាស់អំណាចរបស់គាត់ដើម្បីព្យាយាមទប់រងប៉ុន្តែនៅតែមិនអាចទ្រាំទ្របានក៏ត្រូវបានខ្ទេចប៉មកខាងក្រោមវិញដោយសារតែអំណាចធម៌ពលរបស់លោកម្ចាស់ស៊ូយៀនត្រូវបានផ្ទុះឡើងចំណែកឈិនធានមិនបានបញ្ឈប់នោះទេជាមួយនឹងការភ្នែកដ៏កាច់សាហាវប្រើប្រាស់ធម៌ពលរបស់គាត់លេខឡើងជាមួយនឹងចំហាយធម៌ពលដែលជាច្រើនទៀតបង្វែរខ្លួនមួយកាប់ចេញបញ្ជាទៅវាប្រហារដែលប្រៀបបានដូចជាគ្រាប់ព្រួយសម្ដៅទៅរោគលោកម្ចាស់ស៊ូយៀនប៉ុន្តែគាត់បានបើកនៅខែការពារទប់រងហើយនិយាយថាបច្ចេកទេសដើររបស់អ្នកពោពេញទៅដោយចំណុចខ្វះខាតនៅក្នុងការភ្នែករបស់ខ្ញុំលើកដៃបន្តិចកំទុះចេញធ្វើឈិនធានក៏បានប្រញាប់បន្លាស់ទីឡើងទៅខាងលើលំហចាក់បញ្ចូលធម៌ពលទៅក្នុងដៃជាមួយនឹងបច្ចេកទេសដានជីវិតនិងសេចក្តីស្លាប់ដែលវាបានផ្សាយភីជាមួយនឹងអំណាចធម៌ពលដ៏ខ្លាំងក្លាបញ្ចុះទៅវាប្រហារជាមួយនឹងចំហាយធម៌ពលដែលជាច្រើនប៉ុន្តែនៅតែមិនអាចធ្វើអ្វីលោកម្ចាស់ស៊ូយៀនបានដែលអំណាចធម៌ពលរបស់ឯងគួរចាប់អារម្មណ៍បន្តិចប៉ុន្តែគួរអាណិតខ្លាំងណាស់ដែលវាមិនស័ក្តិសមក្នុងការវាប្រហារជាមួយនឹងខ្ញុំនោះទេអន្តរមតែបន្តិចកំទេចនៅចំហាយធម៌ពលដែររបស់ឈិនធានដែលធ្វើឲ្យគាត់ក៏បានរងរបួសផងដែរខ្ជិលឈាមចេញពីមាត់អល់អើតកំខ្ជិលខ្ជាធម៌ពលរបស់ឯងទីដីដោយសារតែបច្ចេកទេសរបស់ឯងទាំងអស់គឺគ្មានប្រយោជន៍ប្រឆាំងជាមួយនឹងខ្ញុំឡើយឈិនធានជូតឈាមចេញពីមាត់តើវាដូច្នោះមែនទេគ្រាន់វាដាច់ចេញបន្តិចសាយភេនៅអំណាចធម៌ពលជាមួយនឹងរូបរាងប្រលឹងវិញ្ញាណដ៏ធំសម្បើមរបស់អាត្រីអៅសកាប់ចូលទៅពេញមួយទំហឹងដែលធ្វើឲ្យដៃរបស់លោកម្ចាស់យឺនមួយខាងត្រូវបានដាច់ប៉ាងទៅខាងលើភ្ញាក់ផ្អើលយ៉ាងខ្លាំងតើវាគឺជាអ្វីទៅខណៈពេលនោះឈិនធានក៏បានសម្រុកចូលមកកាប់ជាច្រើនដៃទៀតមួយដៃចុងក្រោយពេញមួយទំហឹងធ្វើឲ្យលោកម្ចាស់ស៊ូយៀនខ្ទាតប៉ើងមុននឹងក្រែងលោកនិយាយថាបច្ចេកទេសដើររបស់ខ្ញុំទាំងអស់គឺគ្មានប្រយោជន៍ប្រឆាំងជាមួយនឹងអ្នកមែនទេដែលធ្វើឲ្យលោកម្ចាស់ស៊ូយៀនក៏បាននិយាយថាមើលទៅឯងកំពុងតែស្វែងរកសេចក្តីស្លាប់ហើយជាមួយនឹងដៃនៅសងមួយខាងរបស់គាត់ក៏បានបាញ់ជាចំហាយធម៌ពលឡើងទៅខាងលើលំហដែលធ្វើឲ្យនេះរាល់គ្នាក៏បានលន់មាត់ថាវាមិនល្អនោះទេនេះគឺជាដែនអំណាចធម៌ពលខ្មោចពិភពក្រោមដីរបស់គ្រួសារបៃថាងដែនអំណាចនេះមិនត្រឹមតែលេបត្របាក់អំណាចធម៌ពលខាងវិញ្ញាណប៉ុណ្ណោះទេប៉ុន្តែវាក៏អាចធ្វើឲ្យខូចសេរីរាង្គរបស់យើងផងដែរឆាប់ឡើងពួកយើងរត់ឲ្យលឿនភ្លាមទៅដោយសារតែពេលនេះដែនអំណាចធម៌ពលខ្មោចរបស់លោកម្ចាស់ស៊ូយៀនបានគ្របដណ្ដប់នៅទីនោះតែម្ដងបន្ទាប់មកគាត់ក៏បានបញ្ជានៅក្បាលខ្មោចទាំងអស់នោះឲ្យចូលទៅវាប្រហារឈិនធានដោយអន្តរាជាងឡាវក៏បានប្រាប់ថាឥឡូវមិនចាំបាច់ធ្វើសកម្មភាពអ្វីនោះទេព្រោះថាមានអ្នកខ្លាំងម្នាក់កំពុងតែមកដែលយើងក៏បានឃើញដាវ4ដាវមានពណ៌ខុសគ្នាបានគូចចេញទម្លាក់ចុះមកវាបំបែកចេញធ្វើឲ្យលោកម្ចាស់ស៊ូយៀនបានដឹងហើយនិយាយថាពាក្យចចាមអារ៉ាមបានល្បីថាព្រះអង្គម្ចាស់នៃរាជវង្សយិនយ៉ាងបានប្រសូតមកអមជាមួយនឹងដាវ4ដើមម្នាក់មានសមត្ថភាពអស្ចារ្យណាស់មើលទៅព្រះអង្គម្ចាស់ពិតជាចង់ជិះជ្រែកក្នុងភារកិច្ចនៃគ្រួសារបៃថាងរបស់យើងមែនទេនឹងហើយដោយដែលអ្នកទាំងអស់គ្នាបានស្គាល់គាត់គឺជាឡាវស៊ីដែលត្រូវជាព្រះអង្គម្ចាស់ម្នាក់នៅក្នុងរាជវង្សយិនយ៉ាងត្រូវឲ្យក្នុងនាមជាព្រះអង្គម្ចាស់នៃរាជវង្សយិនយ៉ាងត្រូវតែការពារយុវជននៃរាជវង្សរបស់ខ្លួនឯងជាធម្មតាទៅហើយដោយពេលនេះលោកម្ចាស់ស៊ូយៀនក៏លេងខ្វល់ដូចគ្នាវាអាស្រ័យលើថាតើសមត្ថភាពរបស់អ្នកអាចទប់ទល់ជាមួយនឹងអំណាចធម៌ពលរបស់ខ្ញុំបានទេបញ្ចេញនៅដែលអំណាចធម៌ពលខ្មោចរបស់គាត់ឡើងមកជាច្រើនវាប្រហារចូលទៅព្រះអង្គម្ចាស់ឡាវស៊ីក៏បានប្រើប្រាស់ជាមួយនឹងបច្ចេកទេសមេឃានិងផែនដីបាត់បងពណ៌ដែលវាបានគ្រប់គ្រងទៅលើដែនខ្មៅរបស់លោកម្ចាស់ស៊ូយៀនបន្ទាប់មកគាត់ក៏បានក្រវាដៃបំបែកចេញផ្ទុះទៀងធ្វើឲ្យលោកម្ចាស់ស៊ូយៀនក៏បានខ្ទាតប៉ាំងអូសឹង10ម៉ែត្រសូម្បីតែឈិនធានក៏បានភ្ញាក់ផ្អើលដែរនេះគឺជាបច្ចេកទេសឋានសួគ៌ហើយនឹងផែនដីបាត់បងពណ៌ដែលមានការយល់ដឹងអំពីកំណើតភាពចាស់ឈឺស្លាប់និងការកន្លងផុតទៅនៃពេលវេលាវាស្រដៀងទៅនឹងអំណាចធម៌ពលនៃជីវិតនិងសេចក្តីស្លាប់របស់ខ្ញុំព្រះអង្គម្ចាស់ឡាវស៊ីក៏បាននិយាយថាដោយសារតែលោកម្ចាស់នៃគ្រួសារបៃថាងជាអ្នកខុសមុនគ្មានច្បាប់ណាដែលថាអ្នកដទៃមិនអាចជ្រែកបានមែនទេស្របពេលនោះចំហាយរន្ទះក៏បានបាញ់ពីពេញលំហបង្ហាញខ្លួនជាមួយនឹងអំណាចធម៌ពលវិញ្ញាណដ៏ធំសម្បើមដែលគឺជាលោកម្ចាស់ធំយ៉ាងជាងនៃគ្រួសារបៃថាងឆន្ទៈរបស់គ្រួសារបៃថាងខ្ញុំគឺជាច្បាប់ពេលនោះលោកម្ចាស់ស៊ូយ៉ាងក៏បានប្រញាប់ធ្វើការគោរពមេដឹកនាំដោយលោកម្ចាស់យ៉ាងជាងក៏បានបញ្ជាឲ្យចាប់អ្នកទាំងអស់គ្នាប្រសិនបើព្រះអង្គម្ចាស់ព្យាយាមបញ្ឈប់ពួកយើងក៏ត្រូវចាប់គាត់យកទៅជាមួយដែរដោយស្ត្រីចំណាស់ម្នាក់នោះគាត់ក៏បាននិយាយខ្ញុំគឺជាអ្នកសម្លាប់អ្នកប្រុសប៉ៃហ្វឹងហើយរឿងទាំងអស់វាមិនមានអ្វីពាក់ព័ន្ធជាមួយនឹងពួកគាត់ឡើយប៉ុន្តែឈិនធានក៏បាននិយាយថាខ្ញុំក៏ចង់ឃើញពីរបៀបដែលអ្នកចង់នាំពួកយើងទៅដែលធ្វើឲ្យលោកម្ចាស់យ៉ាងជាងក៏បានខឹងខ្ញុំធានាថានៅក្នុងថ្ងៃនេះគ្មាននរណាម្នាក់ក្នុងចំណោមពួកឯងអាចគេចផុតបានឡើយព្រះអង្គម្ចាស់ឡាវស៊ីបានតបថាលោកម្ចាស់មាននៅអំណាចធម៌ពលខ្លាំងក្លាក្នុងការធ្វើអន្តរាគមន៍ពួកយើងដូច្នេះពួកយើងមិនអាចគេចផុតបានជារឿងធម្មតាទៅហើយប៉ុន្តែទោះជាយ៉ាងណាក៏ដោយពួកយើងគឺជាបេក្ខជនដែលត្រូវចូលរួមប្រកួតនៃរាជវង្សអន្តរាជតើលោកម្ចាស់មិនខ្លាចការដាក់ទរណកម្មពីនិកាយតែទេឬគាត់ក៏បានតបទៅវិញថាហេតុអ្វីបានជានិកាយតែត្រូវខ្វល់ពីពួកនេះលើសពីនេះទៅទៀតទីក្រុងមួយនេះគឺជាទឹកដីរបស់គ្រួសារបៃថាងហើយឥទ្ធិពលរបស់និកាយតែមិនអាចឈានដល់ទីនេះនោះទេពេលនោះសម្លេងរបស់អ្នកខ្លាំងម្នាក់ក៏បានមកលឺឡើងគ្រួសារបៃថាងបានខ្លាចទៅជាអ្នកគ្រប់គ្រងទីក្រុងមួយនេះតាំងពីពេលណាមកបង្ហាញខ្លួនឡើងគាត់គឺជាអ្នកគ្រប់គ្រងនិកាយតែឈ្មោះថាសៀនហុងស៊ឺដែលធ្វើឲ្យប្រលឹងខាងវិញ្ញាណរបស់លោកម្ចាស់យ៉ាងជាភ្ញាក់ផ្អើលយ៉ាងខ្លាំងជំរាបសួរអ្នកគ្រប់គ្រងនិកាយដោយលោកព្រឹទ្ធាចារ្យសៀនហុងស៊ឺក៏បាននិយាយថាខ្ញុំដឹងរឿងរ៉ាវទាំងអស់នេះរួចរាល់ហើយនេះគឺជាចំនួនរវាងយុវជនជីវិតនិងសេចក្តីស្លាប់ត្រូវបានកំណត់ដោយវាសនាចំណែកការប្រកួតរាជវង្សអន្តរជាតិជាមកដល់ហើយចំពោះកំហឹងផ្ទាល់ខ្លួនទាំងអស់នឹងត្រូវដោះស្រាយបន្ទាប់ពីការប្រកួតត្រូវបានបញ្ចប់លោកម្ចាស់យ៉ាងជាក៏បានយល់ព្រមខ្ញុំនឹងធ្វើតាមការណែនាំរបស់និកាយតាវតោះស៊ូយៀនពួកយើងទៅវិញហើយសាច់រឿងក៏បានកើតមកដល់ពេលនេះឈិនធានកំពុងតែនៅកន្លែងវឹកហាត់របស់អន្តរជាតិជាងឡាវគាត់ក៏បាននិយាយថាបច្ចេកទេសឋានសួគ៌និងផែនដីបាត់ពណ៌ប្រសិនបើវាត្រូវបានប្រឆាំងជាមួយនឹងខ្ញុំខ្លាចថាខ្ញុំមិនអាចទប់ទល់នឹងវាបានទេដោយអន្តរជាតិលីងធានហើយនឹងអន្តរជាតិជាងឡាវក៏បានមកដល់អាឡិតអ្នកមានអារម្មណ៍ថាមានសម្ពាធខ្លាំងមែនទេឈិនធានក៏បានងើបឡើងធ្វើជាមនុស្សទន់ខ្សោយក្អកបន្តិច
ប្រសិនបើអ្នកគ្រប់គ្រងនិកាយតើមិនបានបង្ហាញខ្លួននៅក្នុងថ្ងៃនេះទេខ្ញុំខ្លាចថាប្រហែលជាពេលនេះខ្ញុំត្រូវបានព្រឹទ្ធាចារ្យជាន់ខ្ពស់នៃគ្រួសារប៉ៃថាងនាំទៅបាត់ហើយចំណែកអាត្រីជាងឡាគាត់បានដឹងពីចរិតរបស់ឈិនធានបានហើយឈប់ធ្វើបែបនេះទៅឈិនធានបានប្រាប់ថាប្រសិនបើសិស្សម្នាក់នេះត្រូវបានចាញ់នាពេលអនាគតពួកគេនឹងសួរថាតើអ្នកណាគឺជាអ្នកបង្រៀនខ្ញុំគាត់ក៏បាននិយាយការប្រឆាំងជាមួយនឹងសត្រូវដ៏មានអំណាចបច្ចេកទេសមួយចំនួនរបស់នេះពិតជាមិនគ្រប់គ្រាន់នោះទេបន្ទាប់មកគាត់ក៏បានប្រើប្រាស់នូវរៀមពីរដែលពោពេញទៅដោយចំហាយធម្មពលចងល់ទៅលើថ្ងៃរបស់ឈិនធាននេះគឺជាបច្ចេកទេសដាវពីរដែលខ្ញុំបានរៀបចំសម្រាប់នេះគឺជារចនាបថដាវស៊ូជីហើយនឹងដាវជីងយីដែលពេលនេះឈិនធានក៏បានហ្វឹកហាត់នៅក្នុងស្មារតីវិញ្ញាណរបស់គាត់ក្រវាចុះក្រវាឡើងហកកាប់ពេញមួយទំហឹងបើភ្នែកឡើងមកវិញគាត់ក៏បានភ្ញាក់ផ្អើលបន្តិចវាពិតជាលឿនម្ល៉េះថែមទាំងស្នៀតដាវគឺមុតស្រួចភ្លាមនោះឱកាសរស់រានមានជីវិតទាំងអស់ត្រូវបានកាត់ផ្ដាច់អត្រីលៀងធានគាត់ក៏បានអស់សំណើចបន្តិចកុំមើលស្រាលរចនាបថដាវស៊ូជីឲ្យសោះវាគឺជាបច្ចេកទេសពិសេសរបស់អាត្រីជិនឈិនអាត្រីជាងឡាក៏បានប្រាប់ថារចនាបថដាវស៊ូជីនស្ថិតនៅក្នុងពាក្យថាលឿននិងស្នៀតដាវជីនយីខ្ញុំនឹងបង្រៀននេះបន្ទាប់ពីនេះដែលវាស្ថិតនៅក្នុងពាក្យថាយឺតពេលនេះត្រៀមហើយឬនៅព្យាយាមវាប្រហារខ្ញុំដោយប្រើស្នៀតដាវស៊ូជីដោយឈិនធានក្រវីដាវឆ្វាច់ហក់ឡើងបន្តិចកាប់ចេញជាចំហាយធម្មពលដែលប្រៀបបានដូចជាខ្យល់ព្យុះគូចូលទៅដែលធ្វើឲ្យអាត្រីលៀងធានបាននិយាយថាគេទៅតែរៀនប៉ុន្តែគេអាចប្រើប្រាស់វាបានយ៉ាងល្អឬមួយក៏អាឡនេះគឺជាសត្វចម្លែកមែនទេពេលនោះផងដែរអំណាចធម្មពលដាវស៊ូជីនរបស់ឈិនធានហៀបនឹងម្ដងក្បែរខ្លួនរបស់អាត្រីជាងឡាវហើយគាត់ក៏បានញញឹមបិទភ្នែកបើកឡើងមកវិញជាមួយនឹងចំហាយធម្មពលចាក់បញ្ចូលទៅក្នុងដាវរបស់គាត់យឺតកាប់វាចេញទៅស្រាលដើម្បីទប់រងដែលធ្វើឲ្យអំណាចធម្មពលដាវជីងយីរបស់គាត់ជ្រាបចូលមួយប៉ុន្តែកម្លាំងបំផ្ទុះគឺខ្លាំងក្លាឈិនធានក៏បានប្រញាប់គេបន្លាស់ទីទៅខាងក្រោយបន្តិចដូច្នេះនេះគឺជាអំណាចធម្មពលដាវជីងយីមែនទេវាមើលទៅយឺតដោយភ្នែកទទេតាមពិតទៅល្បឿនរបស់វាគឺលឿនបំផុតប្រសិនបើការវាប្រហារនេះមានចេតនាសម្លាប់មនុស្សខ្ញុំខ្លាចថាក្បាលរបស់ខ្ញុំច្បាស់ជាត្រូវដាច់ចេញពីរាងកាយជាមិនខានឈិនធានក៏បានធ្វើតាមបទភ្លេងរបស់គាត់ចាក់បញ្ចូលនូវធម្មពលយឺតខ្សែភេទនៃកម្លាំងធម្មពលចេញពីរាងកាយកាប់ចេញទៅខ្សែភេទបានបន្តិចប៉ុន្តែវាក៏ត្រូវបានរលត់បាត់ភ្ញាក់ផ្អើលបន្តិចវាហាក់បីដូចជាមិនពេញលេញនោះទេអត្រីជាងឡាក៏បាននិយាយប្រាប់ថាការវាប្រហារដោយស្នៀតដាវជីងយីតម្រូវឲ្យប្រើប្រាស់នូវកម្លាំងធម្មជាតិវាមិនអាចបង្ខំបាននោះទេដូច្នេះអ្នកគួរតែហ្វឹកហាត់ស្នៀតដាវរចនាបថស៊ូជីនឲ្យបានស្ទាត់ជាមុនសិនវាគឺល្អបំផុតសម្រាប់ពេលនេះហើយសាច់រឿងក៏បានកាត់មកដល់ការប្រកួតនៃរាជវង្សអាត្រាចមូហ្វាំងគាត់ក៏បាននិយាយថាទីនេះគឺជាទីលានសាកល្បងនៃជុំទី3ដែលគឺជាជន្លង់ភ្នំយិនសៀនសម្រាប់ជុំនេះគឺសាកល្បងសមត្ថភាពរបស់អ្នកទាំងអស់គ្នាដែលវាគឺជាកម្រិតលំបាកមធ្យមនិងកម្រិតលំបាកបំផុតចូលជ្រើសរើសតាមសមត្ថភាពរបស់អ្នកទាំងអស់គ្នាដែលអាចទៅមុខបានពេលនោះកាងធានសៀវគាត់ក៏បានលើកឡើងតើលោកបានខកខានអ្វីមួយទេឬខ្ញុំបានឮមកថាកម្រិតពិបាកមធ្យមគឺងាយស្រួលណាស់មូហ្វាំងគាត់ក៏បានញញឹមហើយតបថាត្រូវឲ្យកម្រិតលំបាកមធ្យមគឺងាយស្រួលជាងកម្រិតលំបាកបំផុតប៉ុន្តែខ្ញុំសូមណែនាំអ្នកទាំងអស់គ្នាថាទោះក្នុងកលៈទេសៈណាក៏ដោយអ្នកមិនគូប្រកួតប្រជែងជាមួយនឹងកម្រិតលំបាកបំផុតនោះទេបើមិនដូច្នោះការបាត់បង់ជីវិតរបស់អ្នករាល់គ្នាខ្ញុំនឹងមិនទទួលខុសត្រូវនោះទេសម្រាប់អ្នកទាំងអស់គ្នាដែលចង់ទស្សនាភាគបន្តភ្លាមមានដល់ភាគទី168អាចចូលជាសមាជិកកូនក្រុម VIP របស់ Admin បានបច្ចុប្បន្នរឿងនៅក្នុងកូនក្រុម VIP របស់ Admin មានជាង10រឿងហើយនៅក្នុងកូនក្រុម VIP Admin ចេញភាគបន្តជារៀងរាល់ថ្ងៃផងដែរបើតម្លៃវិញមិនថ្លៃនោះទេត្រឹមតែ$1ក្នុងមួយខែតែប៉ុណ្ណោះចាប់អារម្មណ៍ link Telegram ផ្ទាល់របស់ Admin នៅក្រោម comment អាចឆាតមកសាកសួរព័ត៌មានបន្ថែមបាន